ពិតជាឈប់មួយណាពួកគេមើលទៅអ្នកមានណាស់ពួកគេមកអធិដ្ឋាននៅទីនេះធ្វើអ្វីប្រហែលជាពួកគេមានអាចកំបាំងអ្វីមួយជីវិតអ្នកមានមែនអ្នកណាទៅយកពួកគេបានខ្លាយជាអ្នកជឿរបស់លោកសូមលោកនាំផ្លូវសូមជួយឲ្យខ្ញុំបានជួបឪពុកឆាប់ខ្លែប៉ានឹងធ្វើមិនអាគមឲ្យកូនតាដារូបសំណាកទេវតាអាណាព្យាបាលនេះប៉ាជាអ្នកធ្វើដោយដៃខ្លួនឯងសូមវាការពារខ្លាយជានិច្ចឲ្យនាងមានសុវត្ថិភាពគ្មានជំងឺគ្មានគ្រោះថ្នាក់ឲ្យប៉ាពាក់ឲ្យកូនអរគុណប៉ាខ្ញុំសន្យាថានឹងពាក់រាល់ថ្ងៃអូកាបូបខ្ញុំជួយផងលោកម្ចាស់សូមជួយខ្ញុំផងកាបូបនោះមានលុយសង្គ្រោះប្តីខ្ញុំកូនស្រីលោកខ្ញុំនឹងមើលថែនាងឈប់នៅទីនោះឈប់ខ្លែលោកម្ចាស់លោកឃើញកូនស្រីខ្ញុំទេកំពុះប៉ុណ្ណេះអង្កាញ់ពីរពាក់អាវផ្កាឈូកមិនបានមើលឃើញទេអរគុណលោកម្ចាស់លោកឃើញក្មេងស្រីតូចម្នាក់ទេកំពុះប៉ុណ្ណេះអង្កាញ់ពាក់អាវផ្កាទេខ្លែលោកស្រីសុធារីយើងរកឃើញហើយយើងបានបញ្ជាក់តាមការធ្វើតេស្ត DNA ថាអាធរវិបុលមកពីភូមិដាំឈើអុកគឺជាឪពុកបង្កើតរបស់លោកស្រីអស្ចារ្យណាស់ Kevin បរិច្ចាគ$10 លានទៅវត្តជួសជុលរូបសំណាកលោកស្រីសុធារីបរោះចាស់រើសអេតចាយខាងមុខគឺជាឪពុករបស់លោកស្រីអ្នកភាគច្រើនត្រឡប់មកផ្ទះវិញដោយជ័យជំនះលោកស្រីសុធារីលោកស្រីមានតម្លៃរាប់ពាន់លានលោកស្រីបង្កើតក្រុមហ៊ុន Sterling ពីសូន្យដូច្នេះហេតុអ្វីលោកស្រីស្លៀកពាក់បែបនេះខ្ញុំបានឃើញអំពើអាក្រក់របស់មនុស្សទោះគាត់ជាឪពុកបង្កើតក៏ដោយយើងមានគម្លាត20ឆ្នាំមានតែការលាក់អត្តសញ្ញាណទើបអាចឃើញចិត្តពិតរបស់គាត់បើមានរឿងអ្វីសូមចុចប៊ូតុងខាងខ្ញុំនឹងនាំក្រុមសន្តិសុខមកភ្លាមមកឲ្យប៉ាពាក់ឲ្យកូនស្អាតណាស់ដូច្នេះគាត់មានគ្រួសារថ្មីហើយអើយអ្នកម្ដងទៀតហើយចាស់ក្បាលរឹងកុំមកចិត្តកូនស្រីខ្ញុំទេអ្នកយកខុសហើយមិនមែនដូចអ្នកគិតទេខ្ញុំពិតជានឹកកូនស្រីខ្ញុំខ្លាំងណាស់នៅពេលនាងបាត់ខ្លួននាងមានអាយុប្រហាក់ប្រហែលកូនក្មេងនេះមនុស្សឈួតមែនទៅ20ឆ្នាំអស់រយៈពេល20ឆ្នាំខ្ញុំបានស្វែងរកអ្នកខ្លែតើអ្នកនៅកន្លែងណាមួយទៀតទេសុខសប្បាយទេប៉ាអ្នកគឺជាខ្លែខ្សែទេវតាអាណាព្យាបាលនេះនិងរូបសំណាកទេវតាអាណាព្យាបាលនេះខ្ញុំធ្វើវាសម្រាប់អ្នកដោយដៃខ្ញុំផ្ទាល់ដើម្បីការពារខ្លែរបស់យើងដើម្បីឲ្យអ្នកមានសុវត្ថិភាពនិងសុខសាន្តជានិច្ចគ្មានជំងឺនិងគ្រោះថ្នាក់តើខ្ញុំកំពុងសុបិនទេអ្នកពិតជាអ្នកមែនខ្លែតើអ្នកនៅណាមកដល់ពេលនេះខ្ញុំបានស្វែងរកអ្នកអស់រយៈពេល20ឆ្នាំដ៏យូរខ្ញុំនឹកអ្នករាល់ថ្ងៃខ្លែសូមឲ្យខ្ញុំមើលអ្នកឲ្យច្បាស់ទឹកភ្នែកនិងការឈឺចាប់របស់គាត់ហាក់ដូចជាពិតប្រាកដប៉ុន្តែវាមិនគ្រប់គ្រាន់ដើម្បីបង្ហាញខ្ញុំថាគាត់ជានរណាពិតប្រាកដទេ
ខ្លែកន្លែងនេះរញ៉េញ៉ៃបន្តិចប៉ុន្តែកុំបារម្ភថ្ងៃស្អែកខ្ញុំនឹងនាំអ្នកទៅផ្សារយើងនឹងទិញរបស់ខ្លះឲ្យអ្នកខ្ញុំសន្យាអ្នកនឹងស្រួលនៅទីនេះគ្មានលុយសម្រាប់ចំណាយប្រចាំថ្ងៃប៉ុន្តែអ្នកមានលុយសម្រាប់ស្វែងរកខ្ញុំតើខ្ញុំពិតជាសំខាន់ដូច្នេះមែនទេអូត្រូវហើយខ្លែតើអ្នករស់នៅយ៉ាងម៉េចក្នុងរយៈពេលប៉ុន្មានឆ្នាំនេះអូខ្ញុំបន្ទាប់ពីគេចាប់ខ្ញុំទៅខ្ញុំឈឺខ្លាំងគេគិតថាខ្ញុំជាបន្ទុកធំពេកក៏គេទុកខ្ញុំចោលនៅក្បែរផ្លូវខ្ញុំរកផ្ទះមិនឃើញទីបំផុតខ្ញុំដើរវង្វេងទៅឥឡូវខ្ញុំរកការងារជាអ្នកបោះសម្រាមដោយគ្រាន់តែមានជីវភាពគ្រប់គ្រាន់ឯងចាំនៅទីនេះចាំឲ្យប៉ាមកវិញដូចដែលខ្ញុំគិតដែរគ្មានអ្នកណាចង់បានសាច់ញាតិដែលទ្រុឌទ្រោមនោះទេខ្ញុំគួរតែចាក់ចេញទៅខ្លែនេះអីចឹងអ្នកច្បាស់ជាកូនស្រីរបស់អាធរវ៉ូអ្នកស្អាតណាស់នៅយកនេះទៅរបស់តូចតាចពីលោកវណ្ណាយកទៅប្រើឲ្យខ្លួនមកមូលឡើងវិញខ្លែមើលអ្វីដែលលោកសុកនាំឲ្យអ្នកនេះជាសាច់ស្ងួតដែលខ្ញុំបានដុតឆ្នាំមុនវាឆ្ងាញ់ណាស់មើលទៅអ្នកស្គមប៉ុណ្ណាប៉ុន្មានឆ្នាំនេះអ្នកប្រកាសជាមិនបានញ៉ាំល្អទេយូរណាស់ហើយដែលមិនមានអ្នកណាមើលថែខ្ញុំបែបនេះអូពិតជាមិនត្រូវការទេអូអត់ទេខ្លែយកទៅមកពីរអ្នកនេះជាមិត្តចាស់របស់ប៉ាដែលប្រមូលសម្រាមជាមួយគ្នាបើឯងគិតថាការងារអ្នកបោះសម្រាមលំបាកពេកគ្រាន់តែមកផ្ទះវិញប៉ារបស់ឯងនឹងមើលថែឯងអស់មួយជីវិតអស់រយៈពេលប៉ុន្មានឆ្នាំនេះអ្នកជុំវិញខ្ញុំគេខ្វល់តែទ្រព្យសម្បត្តិនិងឋានៈរបស់ខ្ញុំប៉ុណ្ណោះគ្មានអ្នកណាសួរថាខ្ញុំកំពុងលំបាកឬអត់ទេមានតែប៉ាទេដែលសួរថាខ្ញុំហត់អត់តើខ្ញុំអាចសង្ស័យស្នេហារបស់គាត់ដោយរបៀបណាប៉ាសុំទោសខ្ញុំអូកុំអីសុំទោសពីរឿងអីការបានឯងមកវិញជារឿងសំខាន់បំផុតហេឯងធ្វើអីហេក្រោកឡើងប៉ាសុំទោសខ្ញុំកុហកប៉ាខ្ញុំមិនមែនជាអ្នកបោះសម្រាមតតែសោះតាមពិតខ្ញុំនិយាយដល់រឿងនេះអាធរថ្ងៃនេះមិនមែនជាពិធីជប់លៀងទារករបស់ចៅប្រុសអញទេមែនតើប៉ាខ្ញុំមានចៅប្រុសតាំងពីពេលណាខ្លែថ្ងៃនេះជាពិធីជប់លៀងទារករបស់កូនប្រុសធំមីគេរៀបចំនៅចុងភូមិខាងកើតធំមីជាអ្នកណាគាត់ជាកូនរបស់ពួកឯងស្លាប់ក្មេងក្នុងគ្រោះថ្នាក់រថយន្តអញ្ចឹងខ្ញុំក៏យកគាត់មកចិញ្ចឹមគាត់តូចជាងឯង1ឆ្នាំគាត់ជាប្អូនឯងប្អូនប្រុសពិធីជប់លៀងទារកនេះជាឱកាសល្អឥតខ្ចោះដើម្បីមើលថាតើគាត់យកចិត្តទុកដាក់តែលុយមិនខ្វល់ពីមនុស្សអត់អរគុណសូមចូលមកអូយឯងរឹងរូសណាស់កូនប៉ាថានឹងនាំឯងទៅផ្សារកសិករទិញសម្លៀកបំពាក់ល្អតែឯងទូចង់ពីឯកសណ្ឋានការងាររបស់ឯងប៉ាសម្លៀកបំពាក់ទាំងនេះនៅថ្មីនៅឡើយវាល្អគ្រប់គ្រាន់ហើយមានតែការដោះរបាំងស្អាតទាំងអស់ចេញទើបអាចឃើញមុខពិតរបស់មនុស្សលោកសុខាលោកស្រីសុខាអាថរវិបុលពេលណាពួកយើងរៀបចំពិធីឯងមកដើរក្លិនឈ្មួញខ្លាចខាញញ៉ាំមួយដុំមែនទេឯងរកក្រណាត់ចាស់នេះពីណាមកពីលូស្លៀកពាក់អាស្រូវណាស់ឯងចង់ឲ្យភូមិទាំងមូលសើចដាក់ពួកយើងមែនមិនល្មមទេដែលឯងមកចាប់ចុកឯងនៅតែនាំអ្នកបោះសម្រាមមកទៀតយើងកំពុងរៀបចំពិធីជប់លៀងទារកមិនមែនជាប៊ូហ្វេសពទៀនសម្រាប់អ្នកសុំទានហេទេវាមិនមែនដូចឯងគិតទេនេះជាកូនស្រីខ្ញុំឈប់ទៅអំណោយពិធីជប់លៀងទារកណៃណាឆាត់ឯងចាត់ទុកពួកយើងដូចជាអ្នកសុំទានមែនកងដៃមាសនេះស្គមណាស់សំបីតែខ្យល់ក៏អាចធ្វើឲ្យបាក់ដែរទេតម្លៃមាសឡើងថ្លៃខ្លាំងណាស់ឆ្នាំនេះខ្ញុំប្រមូលរបស់ចាស់ជាងកន្លះឆ្នាំទើបអាចទិញកងដៃនេះបានតែមួយខ្ញុំគិតថាឯងគ្រាន់តែជាមនុស្សមានតែខ្លួនឯងអ្នកភូមិទាំងអស់គ្នាដឹងឯងចំណាយលុយគ្រប់សន្តិវង្សស្វែងរកកូនស្រីឯងឃ្លូអេរបស់យើងរៀបការចូលគ្រួសារឯងជាសំណាងអាក្រក់បំផុតនៅលើលោកមនុស្សខ្លះគ្រាន់តែធ្លាប់ទម្លាប់ជាអ្នកក៏សំបីតែអំណោយរបស់គេក៏គួរឲ្យអន់ចិត្តខ្សែកមាសពីលោកសវណ្ណជាមាសសុទ្ធរឹងប៉ឹងមើលអីដែលសាច់ថ្លៃខ្ញុំឲ្យមកវាស្គមដូចសក់ខ្ញុំត្រូវហើយដែលលាក់អត្តសញ្ញាណការមានសាច់ញាតិជាមួយមនុស្សក្រអឺតក្រទុំនិងរាក់ទាក់ទាំងនេះ
គ្មានអ្វីក្រៅពីរឿងឈឺក្បាលហេត្រជាក់ណាស់នៅខាងក្រៅហេតុអ្វីបានជាឯងនាំកូនចេញមកក្រៅប៉ាឯងមកហើយ ហេតុអ្វីបានជាអ្នកទាំងអស់គ្នាឈរនៅខាងក្រៅមើលនេះគឺជាអំណោយពិធីជប់លៀងទារកពីប៉ាឯងសម្រាប់កូនប្រហែងហេតុអ្វីបានជាគាត់មានមុខមករបស់ស្គមដូច្នេះគាត់មើលងាយឯងយ៉ាងច្បាស់ប៉ាយកកងដៃនេះទៅវិញចុះខ្ញុំមិនចង់បានទេ ថមមីវិបុលនេះមិនត្រឹមតែមិនគាំទ្រប៉ាថែមទាំងគិតថាអំណោយថោកទៀតផងជាបងប្រុសដែលឆ្លើយណាស់ពិតជាមែន ប៉ាការប្រមូលសម្រាមលំបាកណាស់ហើយអ្នកក៏សន្សំបានលុយខ្លះដែរមិនអ្នកចំណាយវាលើរបស់នេះទុកលុយចុះដើម្បីអ្នកអាចទៅរកខ្លែបានឆ្ងាយទៀតថមមីវិបុលប៉ាឯងកំណាញ់គឺជារឿងមួយតែឯងមកឈរខាងក្រៅគ្រួសារខ្លួនឯង នាងបាត់អស់20ឆ្នាំហើយនាងក៏មិនមែនជាកូនប្រុសដែរដូច្នេះរកនាងធ្វើអីថមមីប្រកាសជាមានហេតុផលរបស់គាត់តែធ្វើបែបនេះ នេះជាក្តីស្រមៃអស់មួយជីវិតរបស់ប៉ាខ្ញុំខ្សែដៃនេះមិនធ្វើឲ្យខ្ញុំក្លាយជាអ្នកមានទេតែវាអាចជួយប៉ាខ្ញុំសម្រេចក្តីស្រមៃរបស់គាត់ដូច្នេះខ្ញុំមិនអាចទទួលយកខ្សែដៃនេះបានទេ ខ្ញុំខុសដែលបន្ទោសថមមី ថ្ងៃនេះជាពិធីជប់លៀងទារករបស់ចៅប្រុសខ្ញុំហើយក្នុងនាមជាជីតារបស់គាត់ខ្ញុំគួរតែធ្វើអ្វីដែលគេរំពឹងទុកហើយខ្ញុំនឹងធ្វើលើសពីនេះទៀតបងស្រីរបស់ឯងខ្លែបានត្រឡប់មកវិញហើយទើបតែឥឡូវនេះខ្ញុំភ្លេចប្រាប់ឯងនេះជាកូនស្រីរបស់ខ្ញុំខ្លែឯងជាខ្លែ ថមមី ខ្លែឯងត្រឡប់មកវិញហើយដៃប៉ាក៏ក្នុងរដូវរងាហើយស្បែកគាត់របូតក្នុងរដូវក្តៅតែគាត់មិនដែលបោះបង់ឯងសូម្បីតែមួយភ្លែតហើយគាត់រកឯងអស់20ឆ្នាំ ចាប់ពីពេលនេះទៅយើងទាំងពីរត្រូវមើលថែគាត់ អញ្ចឹងខ្ញុំស្មានថាវាជាកំណប់អ្វីមួយរបស់ដែលអាធរវិបុលគិតអស់ច្រើនឆ្នាំទៅជាអ្នកបោះសម្រាមម្នាក់អញ្ចឹងម្នាក់បោះសម្រាមម្នាក់ទៀតប្រមូលសម្រាមគេត្រូវគ្នាល្អណាស់ស្រីម្នាក់នេះប្រហែលជាមិនអាចរស់នៅឯនោះបានទើបនាងត្រឡប់មកវិញមកចិញ្ចឹមជីវិតលើគ្រួសារមែនទេអាធរវិបុលនេះ គាត់ក្រីក្រហើយមានកូនស្រីក្រីក្រមកជាមួយទៀតពួកគេនឹងអត់ឃ្លានប៉ាខ្លាយទៅតែត្រឡប់មកវិញដូច្នេះកុំនិយាយច្រើនពេក ឯងគ្មានសិទ្ធិមករំខានខ្ញុំទេ មនុស្សច្រើនកំពុងមើលមិនមែនឯងទេដែលខ្វល់ពីមុខជាងគេ ខ្ញុំមិនប្រកែកជាមួយឯងទេប៉ាខ្លែតោះចូលទៅញ៉ាំពិធីជប់លៀងតោះទៅប៉ាខ្លែនេះមិនមែនកន្លែងដែលឯងគួរអង្គុយទេសូមបដូរកៅអី វាហាក់ដូចជាគាត់នៅតែមើលងាយយើង មកប៉ាអ្នកមិនស្រួលទេអ្នកមិនគួរអង្គុយកន្លែងមានខ្យល់ទេខ្លែស្ដាប់បងឯងគាត់ចេះគិតគូរគាត់ចេះថែទាំអ្នកដទៃ មើលទៅដូចជាខ្ញុំធ្លាប់មើលមនុស្សពេកហួសថមមីចូលមកលឿនកូនយំមិនឈប់ឃ្លូអ៊ីមិនអាចដោះស្រាយតែម្នាក់ឯងបានទេ អូខេខ្ញុំនឹងទៅភ្លាមប៉ាខ្លែអង្គុយចុះខ្ញុំទៅមើលកូនអញ្ចឹងទៅមើលថាមានរឿងអី Kevin រៀបចំលុយ$5 លានជាសាច់ប្រាក់ភ្លាមនិងឯកសារកម្មសិទ្ធិនៃផ្ទះល្វែងមាត់ទន្លេនៅកណ្ដាលទីក្រុងបញ្ជូនទៅគ្រួសារសុខាក្នុងរយៈពេល10នាទី មើលទៅពួកគេឆ្លងផុតហើយសូមអបអរសាទរលោកស្រីសុធារី ប៉ាអង្គុយ លោកវណ្ណៈសូមអង្គុយកៅអីកិត្តិយសនេះលោកជាភ្ញៀវកិត្តិយសកៅអីនេះត្រូវបានជូតស្អាតសម្រាប់លោកគ្មានធូលីបន្តិចទេចេញពីទីនេះទៅកុំធ្វើឲ្យលោកវណ្ណៈឃើញមិនស្អាត នៅទីនេះមានកៅអីតិចច្បាស់ហេតុអីយើងមិនអាចអង្គុយ ឯងគិតថាឯងសមនឹងអង្គុយទៅតែមួយជាមួយលោកវណ្ណៈឬមើលខ្លួនឯងឲ្យច្បាស់ក្នុងកញ្ចក់ យើងយកអំណោយមកមិនក៏ឲ្យប៉ាខ្ញុំនិងខ្ញុំឈរនៅទីនេះយូរម្លេះ ជាមួយអំណោយថោកទាបបែបនេះឬអ្វីដែលឯងសមនឹងទទួលគឺកៅអីនោះនៅទៅឆ្ងាយឯថ្មីមែន ត្រឹមត្រូវអ្នកណាឲ្យកងដៃមានស្ទូចបែបនេះថោកណាស់នៅតែចង់ស៊ីដោយឥតគិតថ្លៃកងដៃវាតូចមែនប៉ុន្តែវាជាអំណោយពីប៉ាខ្ញុំដោយចិត្តស្មោះ
ហ៊ានធ្វើឲ្យយើងអាប់អន់បែបនេះ របស់ឥតបានការដែលឯងជីកយកពីកន្លែងចាក់ចោលតើវាអាចប្រៀបនឹងខ្សែកមាសមួយអោនតែលោកវណ្ណាមានតែអ្នកក្របីចំនួនទើបឲ្យតម្លៃរបស់ឥតបានការបែបនេះលោកស្រីសុធារីសាច់ញាតិដែលចង្អៀតចិត្តនឹងតូចតាចបែបនេះមិនសមនឹងទទួលអំណោយ$10 លានរបស់លោកស្រីទេ ខ្ញុំនឹងឲ្យគ្រួសារសុខាការសម្ដងទៀតបើពួកគេឆ្លងផុតការសាកល្បងខ្ញុំនឹងជួយគ្រប់គ្រងពួកគេអស់ពីសមត្ថភាពបើមិនអញ្ចឹងយើងនឹងដាច់គ្នាកាត់ផ្ដាច់ទាំងស្រុងជារៀងរហូតលោកសុខាបើអំណោយរបស់ប៉ាខ្ញុំមិនគ្រប់គ្រាន់សម្រាប់លោកតើលោកចង់ឃើញអ្វីដែលខ្ញុំរៀបចំទេ កុំប្រាប់ខ្ញុំថាវាជារបស់លេងផ្លាស្ទិកទៀតជីកចេញពីធុងសម្រាមគ្រួសារវណ្ណៈមិនទទួលរបស់ឥតបានការទេខ្ញុំគិតថាវាជារបស់ពិសេសនេះជាចានអ្នកសុំទានឬ លោកសុខាចាននេះជាអំណោយពិធីជប់លៀងទារកដែលខ្ញុំរៀបចំយ៉ាងពិសេសវាតំណាងឲ្យកូននឹងមិនដែលខ្វះអាហារនិងសម្លៀកបំពាក់ឡើយហើយមានសន្តិភាពនិងសុវត្ថិភាពរៀងរាល់ឆ្នាំឲ្យចានបាក់នៅក្នុងពិធីជប់លៀងទារកតើនោះមិនមែនជាការបណ្ដាសាកូនឲ្យវាធំឡើងទៅសុំទានឬអាក្រក់ណាស់ តើអ្នកកំពុងចាស់ទុំខ្ញុំដោយចិត្តណាមែនទេមើលពិធីជប់លៀងរបស់ខ្ញុំបង្កងអូស្ត្រាលី$8,000ហើយក្តាមស្តេកនេះយ៉ាងតិច$12,000មើលខ្លួនឯងតើអ្នកយកមកឲ្យខ្ញុំអីចានសុំទានបាក់មួយខ្លែបើអ្នកចង់ឲ្យចានយ៉ាងហោចណាស់ឲ្យថ្មីមួយចានបាក់មួយមិនក៏ជាអំណោយ ប៉ាចាននេះគ្មានតម្លៃលោកសុខាអ្នកប្រកាសទេថាមិនទទួល យកទៅកកយកចានបាក់របស់អ្នកហើយចេញពីនេះទៅ ចុះវាទៅគុំថាខ្ញុំមិនបានព្រមានស្ដាយ ខ្ញុំរីឆាតសុខាមិនដឹងថាស្ដាយមានន័យយ៉ាងណា សំរៀងអ្នកណាប្រាប់គេឲ្យចានបាក់ដល់គេគ្រួសារសុខាជាពួកទៀបគ្មានអៀនខ្មាស់សោះគេមិនអាចសង្គ្រោះបានទេ យល់ហើយលោកស្រីសុធារីខ្ញុំមកទទួលអ្នកភ្លាមមនុស្សខ្លះមានឱកាសចូលចិត្តអ្នកមានកម្ពូតែគេឲ្យវាខាត់គេធ្វើរឿងតូចឲ្យធំគេគ្រាន់តែល្ងងខ្លោចមនុស្សល្ងីល្ងើណាស់រងចាំអ្វីយកគេចេញពីមុខខ្ញុំទៅកុំហ៊ានធ្វើឲ្យផ្ទះខ្ញុំមកខ្វក់ហឺនោះអីមាសអេ ប៉យវាជាមាសពិតចានមាសមួយដុំមាសសុទ្ធ ចានមាសនេះតើនេះអាចទៅរួចយ៉ាងដូចម្ដេចមាសសុទ្ធ ខ្ញុំបានប្រាប់អ្នកហើយថាឯងនឹងស្ដាយក្រោយ ព្រះអើយវាពិតជាមាសមែនមើលគុណភាពនេះតម្លៃច្បាស់ជាដល់ជាង$1 លាន មិនអាចទេនាងគ្រាន់តែជាអ្នកបោះសម្រាមនាងយកលុយពីណាមកទិញចានមាសប្រហែលជារបស់คล้ายលាបមាស ខ្លាយគ្រាន់តែជាអ្នកបោះសម្រាមនាងថែមទាំងមិនមានលុយទិញសម្លៀកបំពាក់ថ្មីទៀតផងតើនាងអាចមានចានមាសដោយរបៀបណាខ្ញុំមិនអាចឲ្យនាងបន្លំខ្ញុំបានទេយេឯងយកចានមាសមកពីណាឯងច្បាស់ជារើសយកវាក្នុងពេលរកសម្រាមរបស់คล้ายលាបមាសពួកឯងហួសហេតុពេកហើយ ប៉ាស្ងប់ស្ងាត់មកដោយសារយើងមិនត្រូវបានស្វាគមន៍នៅទីនេះយើងចាក់ចេញទៅវិញប្រសើរជាងឈប់អ្នកណាថាឯងអាចចាក់ចេញវាមានន័យយ៉ាងណាឯងគិតថាឯងអាចរត់គេចខ្លួនបានបន្ទាប់ពីធ្វើរឿងដូចនេះស្ដាប់ខ្សែកមាសរបស់យើងបាត់ថ្ងៃនេះរហូតដល់ឯងពន្យល់ពីរឿងនេះអ្នកទាំងពីរមិនអាចចាក់ចេញពីទីធ្លានេះបានទេម៉ាក់យកខុសហើយគ្មានវិធីណាប៉ាយកខ្សែកនោះទេអេឯងក្មេងរពឹសមិនដឹងគុណបើឯងនៅតែចូលខាងអ្នកក្រៅខ្ញុំនឹងឲ្យឃ្លូអ៊ីលែងលះឯង សម្លាញ់តើមានរឿងអីសម្លាញ់ពេលខ្ញុំកំពុងពិនិត្យអំណោយពិធីជប់លៀងទារកខ្ញុំបានកត់សម្គាល់ថារបស់លោកវណ្ណៈខ្សែកមាសបានបាត់របស់នោះមានតម្លៃរាប់ម៉ឺនដុល្លារ ខ្សែកមាសបាត់ហើយឯងប្រកាសថាមើលហើយមែនទេពេលយើងកំពុងរៀបអំណោយមានតែគាត់ទេអាថវិបុលតែដើរឆ្វេងស្ដាំក្បែរប្រអប់អំណោយតើមានអ្នកណាទៀតអាចធ្វើបានដូច្នេះឯងសង្ស័យថាប៉ាខ្ញុំលួចមិនមែនគ្រាន់តែសង្ស័យទេវាច្បាស់ណាស់លួចពីពិធីជប់លៀងទារករបស់ចៅប្រុសឯងមុខក្រាស់ណាស់ឯងកាត់ខ្មាស់ត្រឹមត្រូវមើលសម្លៀកបំពាក់គាត់ខ្លះរស់នៅលើក្នុងរបស់យើងអ្នកណាដឹងថាគាត់បានធ្វើអ្វីនៅក្រៅឆាកតើគាត់បានធ្វើអំពើខ្វក់អ្វីទៀតគាត់គ្មានខ្មាស់អៀនតតែសោះឯងកុហកខ្ញុំអាធរវិបុលអាចតែខ្ញុំមានសេចក្តីថ្លៃថ្នូរចោទថាខ្ញុំលួចពីពិធីជប់លៀងទារករបស់ចៅប្រុសខ្លួនឯងនោះជារឿងតែខ្ញុំមិនដែលធ្វើសេចក្តីថ្លៃថ្នូររបស់ឯងគ្មានតម្លៃតើសេចក្តីថ្លៃថ្នូរនោះអាចដាក់បាយលើទៅបានទេថមមីមិនដែរជាកូនបង្កើតរបស់ឯងតាំងពីមុនទេឥឡូវកូនស្រីឯងត្រឡប់មកវិញឯងលួចខ្សែកមាសដើម្បីជួយនាងវាសមហេតុផលខ្លាំងណាស់
មើលពួកគេស្លៀកពាក់តិចតិចសម្ដែងរឿងនេះជាមួយគ្នាសម្ដែងល្អណាស់ឯងគិតថាយើងជាមនុស្សងាយល្ងើ มันអាចទៅរួចទេប៉ាខ្ញុំមិនមែនជាមនុស្សបែបនោះទេ អ្នកក្មេងមិនយល់ទេពេលមនុស្សឆ្អឹងខ្នងរបស់គេคล้ายទៅជាទុនការខ្មាស់អៀនណាមួយរត់ចេញពីបង្អួចទៅអំពើឥតខ្មាស់ណាមួយពួកគេអាចធ្វើដោយមិនព្រិចភ្នែក អាថវិបុលខ្ញុំមិនអត់អន់ឲ្យមានចៅធ្វើជាសាច់ញាតិទេចៅប្រុសខ្ញុំមានសំណាងអាក្រក់បំផុតចប់ដោយមានតាដែលមានដៃលួចនេះជាការប្រមាថបង្ខូចកេរការកុហកអាក្រក់ អ្នកទាំងអស់គ្នាខ្ញុំខ្លាយសុធារីមិនបានក្រោះអស់រយៈពេលជាច្រើនឆ្នាំ ហឺ ខ្ញុំខ្លាយសុធារីនឹងមិនក្រឡើយវាជាច្រើនឆ្នាំហើយ ហាខ្លែចុះយ៉ាងម៉េចអូននាំប៉ាទៅមុនសិនខ្ញុំខ្លាចធ្វើឲ្យពុកក្មេកខឹងខ្ញុំមិនអាចការពារខ្លែបានទេ ធូរស្រាលទោះបីមនុស្សទាំងអស់ក្នុងបន្ទប់នេះមករកខ្ញុំក៏ដោយគេមិនហ៊ានប៉ះខ្ញុំទេ ឯងគិតថាឯងជាអ្នកមានទ្រព្យមែនកុំប្លែងអីឯងហ៊ានណាស់បើកភ្នែកក៏ខ្វក់ឯងមើលនេះជាអ្វី ហ្វយស្រាថ្លៃពិត អាយុ20ឆ្នាំគ្រាន់តែចុះឈ្មោះរងចាំត្រូវចំណាយពេលកន្លះឆ្នាំនៅលើទីផ្សារខ្មៅវាមានតម្លៃតួលេខ5ខ្ទង់ តម្លៃប៉ុន្មាន នាំចូលពីគុយបារីគុយបាថ្លៃមួយដើមនេះថ្លៃជាងឯងនិងឪពុកឯងទៀតដែលឯងនិងឪពុកឯងរកបានក្នុងមួយឆ្នាំដោយរើសសម្រាប់គេថាឯងក្រមានហេតុផលតែឯងនៅតែមិនទទួលស្គាល់ ឬស្គាល់គ្រួសារវិបុលរបស់ឯងបានជាប់នៅក្នុងភក់ជ្រៅពេករាប់ចំនួនមកហើយអ្វីដែលឯងបង្កើតគឺសម្រាប់គ្មានតម្លៃឯងអាចអួតបានតាមចិត្តតែឯងមិនអាចខ្លាចជាអ្នកថ្លៃថ្នូរឡើយ ឯងអាចជៀសខ្ញុំតាមចិត្តបានប៉ុន្តែកុំហ៊ានជៀសកូនស្រីខ្ញុំ ស្ដាប់នេះសំណាងតែងតែប្រែខ្លាយមនុស្សដូចឯងគឺអាក្រក់និងគ្មានបេះដូងឯងគ្មានអ្វីក្រៅពីអ្នកមានឥតតម្លៃទោះបីសំណាងគ្រួសារឯងខ្ពស់ផុតពីដានក៏ដោយឯងនឹងបាត់បង់វាទាំងអស់ ឯងមានអណ្ដាតពីរមានអីកើតឡើងចំពោះលោកស្រីសុធារីហ្វូងមនុស្សនេះមើលទៅដូចជាហៀបនឹងវាគ្នាហើយទៅយើងត្រូវទៅដល់ទីធ្លាគ្រួសារសុខាក្នុងរយៈពេល10នាទីបាទ Kevin នាងកំពុងធ្វើអីហេតុអីបានជានាងកំពុងដុតវាឡើងស៊ីកាខ្លាញ់ខ្លាយ មិនពិតទេ ស្បែករំស៊ីកាខុសបែគួរតែមានអារម្មណ៍ថាមានជាតិខាញ់ហើយឆេះមានក្លិនឈ្ងុយនៃក្របគ្រាន់នឹងកាកាវរបស់ឯងស្ងួតហើយផុយវាមានក្លិនថ្នាំជក់ថោកវាមានតម្លៃពី$3ក្នុងមួយប្រអប់ប៉ុណ្ណោះស្រាខ្លាញ់ខ្លាយ ឯងដឹង ACA នេះគឺជាស្រាថ្លៃរបស់ខ្ញុំវាជាទំនិញពេញនិយមដែលអ្នករាល់គ្នាប្រកួតប្រជែងគ្នា ស្រាថ្លៃពិតប្រាកដមានក្លិនក្រអូបសម្បូរបែបវាបិទលើកែវស្មើដូចសូត្ររបស់នេះវាធំក្លិនស្រាខ្លាំងការបិទមិនស្មើវាជាស្រាមូលដ្ឋានថោកលាយគ្រឿងរសជាតិតម្លៃតិចជាង$5 ហេតុអីបានជាខ្លាយដឹងអីទាំងអស់នេះរបៀបនិយាយរបស់នាងចំណេះដឹងរបស់នាងមិនមែនជាអ្នកបោះសម្រាមដូចអ្នកដទៃឡើយអ្នកបោះសម្រាមដូចឯងមិនដែលភ្លួងរបស់ពិតសោះអីផ្ដោសិទ្ធឲ្យឯងវិនិច្ឆ័យរបស់ខ្ញុំ ទ្រព្យសម្បត្តិនិងឋានៈទាំងអស់ដែលឯងមានមោទនភាពនោះក្នុងភ្នែកខ្ញុំវាគ្មានអីក្រៅពីល្ខោនកំ pl ែងទេនេះគឺជាស្រាថ្លៃមួយដប$80000ក្នុងមួយដបឯងគិតថាឯងអាចមានលុយទិញវាទេ ថមមីប៉ាឯងឈួតហើយឬឈរក្រោកឡើងឲ្យអ្នករើសសម្រាមនោះ លោកស្រីសុធារីគ្រាន់តែប្រាប់មកយើងនឹងចូលទៅ ចាំនៅខាងក្រៅសិនខ្ញុំដឹងថាខ្ញុំកំពុងធ្វើអី ខ្លែឯងប្រញាប់ពេកយើងមិនស្មើពួកគេទេ ប៉ាកុំខ្លាចខ្ញុំនៅទីនេះខ្ញុំនិយាយម្ដងចុងក្រោយយើងមិនបានយកខ្សែកនេះទេបើឯងចង់ដាក់កំហុសយើងឯងគួរតែគិតច្បាស់ ប៉ាឯងលួចពីខ្ញុំមុនគេរួចមកឯងបំបែកស្រា$80000របស់ខ្ញុំទៀតថ្ងៃនេះបើខ្ញុំមិនបង្រៀនឯងខ្ញុំមិនមែនឈ្មោះសុខាទេ Richard កូនស្រីខ្ញុំបង្កបញ្ហានេះខ្ញុំនឹងសងទោះបីខ្ញុំត្រូវលួចអ្វីដែលខ្ញុំមានប៉ុន្តែបើឯងចោទប្រកាន់ថាខ្ញុំលួចរឿងនោះខ្ញុំមិនដែលទទួលស្គាល់ទេទោះឯងសម្លាប់ខ្ញុំក៏ដោយ មានក្លាហានធ្វើតែមិនហ៊ានសារភាពគ្រួសារវិបុលឯងទម្លាប់លួចនេះវាជាឈាមក្នុងខ្លួនឯងពេញ ផ្លែឈើមិនដែលធ្លាក់ឆ្ងាយពីដើមឡើយរលួយពីខាងក្នុងឯងមិនដែលឡើងពីលើរឿងនេះទេខ្សែកមាសខ្ញុំមិនបានលួចខ្សែកមាសទេហេតុអីឯងដាក់កំហុសខ្ញុំតើខ្ញុំត្រូវស្លាប់នៅទីនេះទើបឯងជឿខ្ញុំ អូសុំអីឯងគំរាមយើងទេឡបើឯងមានក្លាហានបង្ហាញឲ្យគ្រប់គ្នាឃើញ សម្លាញ់
មនុស្សកំសាកដូចគាត់ឯងគិតថាគាត់មានក្លាហានស្លាប់ បើខ្ញុំជាមនុស្សអន់ដូចឯងខ្ញុំបានរកខ្សែពួរចូលខ្លួនឯងយូរហើយហេតុអីធ្វើឲ្យខ្លួនឯងអាម៉ាស់យ៉ាងនេះ ល្អឯងមិនជឿខ្ញុំថ្ងៃនេះខ្ញុំនឹងដាក់ជីវិតចាស់របស់ខ្ញុំនៅទីនេះដើម្បីបង្ហាញថាខ្ញុំគ្មានទោស ហេបញ្ឈប់គាត់ប៉ា ប៉ា ហេតុអីគាត់រត់ទៅជញ្ជាំងប៉ាហេតុអីឯងល្ងងលេះ ខ្ញុំមិនបានលួចអ្វីទេ ប៉ាភ្ញាក់ឡើងអញ្ចឹងគាត់ធ្វើខ្លួនឯងយើងគ្មានពាក់ព័ន្ធទេ ត្រូវគាត់ធ្វើឲ្យខ្លួនឯងមិនមែនខ្ញុំមិនមែនកំហុសយើង ខ្ញុំដាំឡើយគិតថាដោយគោរពចំណងគ្រួសារខ្ញុំនឹងទុកឲ្យឯងមានផ្លូវប៉ុន្តែឥឡូវខ្ញុំមើលឃើញច្បាស់ Kevin នាំគ្រប់គ្នាចូលមកឥឡូវ មានរឿងអី តពេលហើយឥឡូវដល់វគ្គសំខាន់ ហេអ្នកជានរណាអ្នកកំពុងឈ្លានពានដីគេខ្ញុំនឹងហៅប៉ូលីសលោកស្រីសុធារីអ្នកជិះចាប់ទេ ខ្ញុំមិនអីទេយកប៉ាខ្ញុំទៅមន្ទីរពេទ្យក្រុងឥឡូវនេះទូរស័ព្ទទៅគ្រូពេទ្យសរសៃប្រសាទល្អបំផុតខ្ញុំមិនខ្វល់ថាត្រូវចំណាយប៉ុន្មានទេគ្រាន់តែធ្វើឲ្យគាត់នៅរស់ ក្រុមទី1រៀបចំក្រេដឹកអ្នកជំងឺឧទ្ធម្ភាគចាក់នឹងមកដល់ក្នុងរយៈពេល20នាទីហើយចុះចតនៅទីលានលេងរបស់សាលាភូមិជូនដំណឹងដល់លោកនាយកអាដាមនៅមន្ទីរពេទ្យក្រុងរៀបចំបន្ទប់វះកាត់ ឧទ្ធម្ភាគចាក់ឯងចង់បោកអ្នកណា Kevin ឯងនឹងក្រុមយកប៉ាខ្ញុំចេញពីទីនេះជាមុនសិនខ្ញុំនឹងដោះស្រាយសល់យល់ព្រម ប៉ាប្រឹងទ្រាំខ្ញុំនឹងទៅជាមួយឯងមិនទៅណាទេមើលមិនឃើញទេថាកំពុងកាត់អីគេមើលទៅមិនគួរទុកចិត្តតតែសោះបើគេជាក្រុមបោកប្រាស់វិញ ចាំបាច់ខំមីឯងឈួតហើយឬប៉ាឯងព្យាយាមធ្វើអត្តឃាតនោះមិនមែនបញ្ហារបស់យើងទេប៉ាឯងទៅជាមួយគេចុះបើគេចោទប្រកាន់ឯងវិញបើឯងមិនបានបង្កើតរឿងថាប៉ាខ្ញុំលួចទេគាត់មិនត្រូវគេបង្ខំឲ្យឈានដល់នឹងទេ គាត់ទេដែលលួចមិនមែនរឿងរបស់ខ្ញុំទេ អូឯងហ៊ានវាយប្តីខ្ញុំនឹងប្រយុទ្ធជាមួយឯងអូវាគេដូចម្ដេចបាន ស្ត្រីឈួតឯងហ៊ានវាយខ្ញុំនឹងទៅពិនិត្យសុខភាពខ្ញុំនឹងដាក់ពាក្យបណ្ដឹង សូមអញ្ជើញខ្ញុំសូមបញ្ជាក់ឲ្យច្បាស់បើមានអីកើតឡើងដល់ប៉ាខ្ញុំនឹងឲ្យគ្រួសារសុខាទាំងមូលសងដោយអាយុជីវិត ឯងគំរាមខ្ញុំមែនទេខ្ញុំបាត់របស់មួយខ្សែកមាសដ៏ធំមួយខ្ញុំមិនទាន់ដោះស្រាយរឿងនោះទេឯងគិតថាឈាមប៉ាឯងប៉ុន្មានដំណក់នឹងធ្វើឲ្យរឿងនេះរលត់ទៅ ត្រូវហើយខ្សែកមាសរបស់យើងត្រូវបានប៉ាឯងលួចទៅវាមិនមែនរលាយបាត់ទៅដោយអភូតហេតុទេមែនទេអ្នកទាំងអស់គ្នាមែនទេត្រូវហើយហេឯងគិតថាឯងធ្វើអីនេះជាផ្ទះរបស់ខ្ញុំធ្វើអីឯង នេះហើយខ្សែកមាសដែលឯងថាប៉ាខ្ញុំលួច ឯងស្ទើរតែឲ្យគេសម្លាប់គាត់តើមានរឿងអីកើតឡើងតើខ្សែកមាសនេះមកពីនេះយ៉ាងម៉េច បើមិនមែនយកលុយទៅលេងម៉ាក់ជាខ្ញុំមិនមករករឿងទីនេះទេអូមើលចាំខ្ញុំនេះខ្ញុំវង្វេងណាស់ខ្ញុំទៅតែដាក់ទុកឲ្យមុនក្រែងបាត់សម្លាញ់ខ្ញុំពិតជាមិនមានចិត្តដូច្នោះទេ អាថោឈឺរួចហើយបើយើងទទួលខុសឥឡូវនេះខ្ញុំខ្លាចយើងនឹងជាប់ជំពាក់ជាមួយគ្រួសារវិបុលមួយជីវិតអីទៅធំដុំវាមិនមែនតែកំហុសឯងទេ អីឯងកំពុងព្យាយាមគេចខ្លួន ហេឯងនិយាយអីបើមិនមែនឯងនឹងប៉ែងធ្វើអ្នកក្រឲ្យឆ្មើងឆ្មៃពេញមួយថ្ងៃតើមានការយល់ច្រឡំនេះទេ ឯងធ្វើខុសគេហើយនៅមានមុខនិយាយទៀត ប៉ាឯងក៏ឯងត្រូវតែទទួលយកប៉ាឯងចង់បន្ទោសអ្នកណាបន្ទោសខ្លួនឯងដែលមិនចេះទៅ ល្អហើយដើម្បីធម្មីខ្ញុំដាំឡើយចង់ចាត់ទុកឯងជាគ្រួសារប៉ុន្តែឯងមិនសមនឹងវាតតែសោះ ចង់ញៀនក្រុមគ្រួសារយើងហាមើលថាណាក់ខ្លួនឯងសមទេហើយប៉ាឯងអ្នករើសសម្រាមគាត់សមទេឈប់ក្រោយពីនេះតើវាមិនមែនថាឯងមើលងាយគ្រួសារយើងទេត្រឹមត្រូវខ្ញុំពិតជាមើលងាយឯងការអាចរៀបការចូលគ្រួសារយើងជាសំណាងពេញមួយជីវិតឯងបើឯងនៅតែនិយាយឥតន័យចេញពីទីនេះទៅល្អខ្ញុំនឹងទៅចំណែកការធ្វើជាកូនប្រសារប្រុសគ្រួសារសុខាខ្ញុំមិនសមហើយខ្ញុំក៏មិនចង់ធ្វើទៀតដែរតើអ្នកទើបតែនិយាយអ្វី
គាត់ជាឪពុកដែលចិញ្ចឹមខ្ញុំហើយផ្ដល់អ្វីគ្រប់យ៉ាងដល់ខ្ញុំហើយនាងជាប្អូនស្រីរបស់ខ្ញុំដែលទើបតែបានជួបម្ដងទៀតអ្នកប្រព្រឹត្តចំពោះពួកគេបែបនេះហើយខ្ញុំនៅតែត្រូវនៅជាមួយគ្រួសារអ្នកទៀតនេះមិនអាចអត់ទោសបានទេល្អស្អែកឯងទៅលេងលេះជាមួយឃ្លូអ៊ីហើយឯងមិនត្រូវយកកូនទៅជាមួយទេវាអាចជាបន្ទុកតែឯងមិនត្រូវយកឈាមត្រកូលសុខាទៅជាមួយទេប៉ាថមមីស្ងប់ស្ងាត់ទាំងពីរនាក់ឃ្លូអ៊ីឯងត្រូវនិយាយបញ្ចុះបញ្ចូលប្តីឯងឲ្យវាដឹងទីតាំងរបស់វាឪពុកម្ដាយខ្ញុំស្លាប់តាំងពីក្មេងប៉ាខ្ញុំបានយកខ្ញុំទៅចិញ្ចឹមពេលដែលខ្ញុំគ្មាននរណាម្នាក់គាត់ប្រព្រឹត្តចំពោះខ្ញុំដោយកូនបង្កើតខ្ញុំជំពាក់គាត់គ្រប់យ៉ាងអ្នកចង់ឲ្យខ្ញុំកាត់ចំណងជាមួយគាត់ឬខ្ញុំមិនអាចទេគិតថាឯងធំពេញវ័យហើយហាកុំភ្លេចបើគ្មានខ្ញុំនិយាយជួយនៅក្រុមហ៊ុន Sterling ទេជាមួយបរិញ្ញាបត្រអនរបស់ឯងគិតថាឯងនឹងក្លាយជាប្រធានក្រុមឬត្រឹមត្រូវបើគ្មានគ្រួសារសុខាទេឯងគ្មានតម្លៃអ្វីទេប្រធានក្រុមចំអកអីខ្ញុំឈប់ហើយការប្រមាថនេះខ្ញុំមិនទ្រាំទៀតទេឯងហ៊ានណាស់សំឡាញ់កុំខឹងគាត់គ្រាន់តែជាកូនប្រសារប្រុសទេបើម្នាក់នេះមិនស្ដាប់យើងនឹងរកម្នាក់ល្អជាងជាពិសេសម្នាក់ដែលមានឪពុកជាអ្នករើសសម្រាមនិងបងស្រីជាអ្នកបោះសម្រាមមានតែឃ្លូអ៊ីរបស់យើងទេដែលខ្វាក់ភ្នែកចង់នៅជាមួយគាត់ឪពុកម្ដាយដូចអ្នកទេខ្ញុំទេដែលខ្វាក់ភ្នែកពិតប្រាកដឃ្លូអ៊ីតើនិយាយរឿងអីឥតប្រយោជន៍បែបនេះប៉ាប៉ុន្មានឆ្នាំនេះរបៀបដែលអ្នកប្រព្រឹត្តចំពោះប៉ាខ្ញុំបានឃើញគ្រប់យ៉ាងហើយបើអ្នកដេញថមមីចេញខ្ញុំនឹងទៅជាមួយគាត់ឃ្លូអ៊ីសុខាឯងជាមនុស្សរមើលគុណងាកមកប្រឆាំងគ្រួសារខ្លួនឯងនេះហើយជាការសងគុណថមមីនិយាយត្រូវបំណុលនៃការចិញ្ចឹមកូនធំជាងមេឃទៅទៀតក្នុងចិត្តខ្ញុំប៉ាបានក្លាយជាប៉ាបង្កើតរបស់ខ្ញុំយូរមកហើយក្រោយពេលខ្ញុំសម្រាលកូនប៉ាភ្ញាក់ពីព្រលឹមរាល់ថ្ងៃធ្វើស៊ុបឲ្យខ្ញុំចំណែកឯអ្នកវិញអ្នកទៅលេងបាញ់ក្រឡាជាមួយម៉ាថាវិញនោះវាមួយខែមុនហើយហេតុអីមកនិយាយរឿងនោះឥឡូវអ្នកប្រងើយកន្តើយនឹងខ្ញុំរាល់ឆ្នាំមកប៉ុន្តែប៉ាគាត់គ្រាន់តែជាអ្នករើសសម្រាមចាស់ម្នាក់ប៉ុណ្ណោះគាត់សន្សំចំណីមិនហ៊ានទិញសម្លៀកបំពាក់ថ្មីប៉ុន្តែគាត់ចាំថាខ្ញុំចូលចិត្តនំផ្លែខ្នុររាល់ពេលគាត់ទៅផ្សារកសិករគាត់ទិញឲ្យខ្ញុំខ្លះក្នុងចិត្តខ្ញុំគាត់បានក្លាយជាប៉ាបង្កើតរបស់ខ្ញុំយូរមកហើយបើឯងគិតថាគ្រួសារវិបុលពូកែមែនចុះចេញទៅរកគេទៅអញ្ចឹងក៏បានខ្ញុំក៏មិនចង់ឲ្យកូនខ្ញុំមានជីតាដែលមិនខ្វល់ពីគ្រួសារនិងមើលងាយអ្នកក៏ឃ្លូអ៊ីនិយាយត្រូវមាសប្រាក់ទាំងអស់ក្នុងលោកមិនអាចទិញសេចក្តីស្រឡាញ់ពិតបានទេសូត្រសាស្ត្រវត្ថុមិនអាចបិទបាំងចិត្តរលួយបានឡើយបងស្រឡាញ់នាងនៅចាត់ទុកឯងជាឪពុកទៀតចេញឥឡូវនេះខ្ញុំស្មានថាខ្ញុំមិនដែលមានកូនស្រីដូចឯងទេមិនអីទេចុះប្រគល់កាតប្រាក់ខែរបស់ខ្ញុំមកវិញអូអត់ល្អទេលុយនៅក្នុងកាពីនោះខ្ញុំបានដកចេញទៅលេងល្បែងបាត់អស់យូរហើយឃ្លូអ៊ីឯងគ្មានសិទ្ធិសម្ជាអ្វីតតែសោះឬឪពុកឯងធ្វើការស្ទើរតែស្លាប់ចិញ្ចឹមឯងជាង20ឆ្នាំហើយថ្ងៃនេះឯងមកដាក់គាត់ក្នុងស្ថានភាពចង្អៀតចរិតបែបនេះឯងចង់បំបែកគ្រួសារប្រាក់ខែបន្តិចបន្តួចនោះឯងអាចចាត់ទុកជាប្រាក់សន្សំសម្រាប់ចូលនិវត្តន៍របស់ឪពុកបើឯងចង់យកមកវិញគ្មានឱកាសទេក្នុងលោកនេះតើអ្នកមិនមែនជាអ្នកដែលនិយាយថាយើងក្មេងទេអញ្ចឹងអ្នកនឹងសន្សំប្រាក់ឲ្យយើងជួយយើងទិញផ្ទះហើយឥឡូវអ្នកហៅវាថាប្រាក់សន្សំសម្រាប់ចូលនិវត្តន៍ខ្ញុំចិញ្ចឹមអ្នកអស់20ឆ្នាំហើយចំណាយលុយអ្នកបន្តិចទៅមានអីធំដុំចង់យកមកវិញអញ្ចឹងលុតជង្គង់ចុះក្រាបថ្វាយបង្គំខ្ញុំ3ដងហើយសារភាពថាអ្នកខុសម៉ោង 4:40 ហើយបើយើងមិនទេលុយឆាប់ទេយើងនឹងត្រូវបង់ប្រាក់ពីណីឃ្លូអ៊ីប្រហែលយើងអាចអង្រំចាស់ផ្ទះម្ដងទៀតសុំពន្យាពេល 2-3 ថ្ងៃទៀតថមមីមានរឿងអីខ្លែរឿងគឺបែបនេះឃ្លូអ៊ីនិងខ្ញុំបានទិញផ្ទះដៃពីរយើងត្រូវបង់ប្រាក់រំលោះ$400,000តែប៉ារបស់នាងកំពុងកាន់លុយមិនព្រមបើយើងមិនអាចបង់រំលោះមុនម៉ោង 5 ទេយើងនឹងត្រូវបង់ប្រាក់ពិន័យ$800,000ថមមីអ្នកកាត់ផ្ដាច់ទំនាក់ទំនងជាមួយឪពុកក្មេកអ្នកមានដើម្បីខ្ញុំនិងប៉ាហើយឥឡូវអ្នកបាត់ទាំងលុយទាំងផ្ទះអ្នកស្ដាយក្រោយទេខ្ញុំមិនស្ដាយអីទេប៉ាខ្ញុំចាត់ទុកខ្ញុំដូចកូនបង្កើតគាត់ចិញ្ចឹមខ្ញុំតែម្នាក់ឯងអ្វីដែលខ្ញុំអាចធ្វើសម្រាប់គាត់គឺនៅឆ្ងាយពីគ្រប់គ្រាន់អ្វីដែលខ្ញុំស្អប់ឥឡូវគឺថាខ្ញុំគ្មានប្រយោជន៍ប៉ុណ្ណេះទាញឃ្លូអ៊ីនិងកូនយើងឲ្យលំបាកឲ្យគេរងទុក្ខជាមួយខ្ញុំថមមីផ្ទះអ្នកខ្ញុំនឹងទិញឲ្យអ្នកហាអូបងអ្នកគ្រាន់តែជាអ្នកបោះសម្រាមតើអ្នកដឹងទេថា$400,000មានន័យដូចម្ដេចនោះជាដុំលុយដ៏ធំមួយអ្នកមិនខ្លាចនិយាយអួតពេកទេអ្នកអាចស្លាកពាក្យសម្ដីរបស់អ្នកឯង
តើអ្នកនិយាយអ្វីគ្រប់រឿងនោះគឺ$400,000មិនមែន$40ទេ ខ្លែខ្ញុំដឹងថាអ្នកពិតជាចង់ជួយពួកយើងប៉ុន្តែទោះបីអ្នកមានវាពិតមែនក៏ដោយយើងមិនអាចទទួលយកបានទេ អញ្ចឹង Chloe បងថ្លៃស្រីរបស់អ្នកនេះនាងឈួតហើយឬតើអ្នកបោះសម្រាមម្នាក់អាចសន្សំបាន$400,000ដោយរបៀបណានាងត្រូវតែបោះផ្លូវក្រៅមាសទេវាមិនមែន$400,000ទេ ឃើញទេការនិយាយអួតរបស់អ្នកផ្ទុះមុខហើយឥឡូវដកពាក្យវិញមិនបានទេមែនទេ អ្វីដែលខ្ញុំចង់និយាយគឺវាមិនមែនគ្រាន់តែជាប្រាក់បង់រំលោះទេតម្លៃសរុបនៃផ្ទះល្វែងដៃពីរនោះប៉ុន្មាន$1,200,000 អញ្ចឹង$1,200,000ខ្ញុំនឹងទិញវាឲ្យអ្នកដោយផ្ទាល់ចាត់ទុកវាជាអំណោយសម្រាប់ Tommy និង Chloe អំណោយរៀបការគ្រាន់តែយឺតប៉ុន្មានឆ្នាំទេអញ្ចឹង ខ្លែខ្ញុំដឹងថាអ្នកមានចិត្តល្អប៉ុន្តែយើងមិនអាចយកលុយនេះទេខ្លែខ្ញុំដឹងថាអ្នកកំពុងព្យាយាមជួយយើងប៉ុន្តែអ្នកកំពុងសន្យាច្រើនពេកវានឹងពិបាកក្នុងការដកថយអ្នករាល់គ្នាកំពុងសម្ដែងល្ខោនមួយហើយម្នាក់ចង់ឲ្យពីរអ្នកមិនចង់យកបើអ្នកពិតជាអាចរកលុយបាន$1,200,000ថ្ងៃនេះខ្ញុំនឹងឈរក្បាលចុះហើយញ៉ាំមុខខ្ញុំ ច្បាស់ណាស់ឈប់សម្ដែងទៅខ្លែអ្នកធ្វើមែនទេទៅមុខទៅចេញវាខ្ញុំចង់មើលថាតើអ្នកនឹងធ្វើមិនអាគមរកលុយ$1,200,000យ៉ាងម៉េចទូទាត់តាមអលភ័យបានទទួល$1,200,000នោះជាពិតមែនទេអីវាចូលពិតមែនឬតើវាអាចទៅរួចយ៉ាងម៉េចវាពិតជាបានសម្រេចហើយវាពិតជា$1,200,000អីធ្វើម៉េចអាចដូច្នេះខ្ញុំមិនជឿទេឲ្យខ្ញុំមើលទូរស័ព្ទរបស់ឯងអស់បាតឬក៏ឯងមិនអាចបន្តការសម្ដែងបានខ្លែប្រកូលទូរស័ព្ទរបស់ឯងមកមើលកំណត់ត្រាផ្ទេរប្រាក់នោះអាឡូលោកស្រីសុធារីលោកវិបុលភ្នាក់ហើយពិតទេអស្ចារ្យណាស់ខ្ញុំកំពុងទៅហើយអូត្រូវហើយរោគអ្នកថែទាំល្អបំផុតសម្រាប់ប៉ាខ្ញុំថែទាំ24ម៉ោងយកភេសជ្ជៈសម្បុកបក្សីត្រសក់សមុទ្រទាំងអស់ភេសជ្ជៈនិងសម្បុកបក្សីហ៎សម្ដែងអី Chloe សម្លាញ់បងថ្លៃស្រីរបស់ឯងធ្លាប់ខកខានឱកាសក្លាយជាតារាសម្ដែងអាណិតណាស់ពិតប្រាកដ Tommy Chloe ទៅមន្ទីរពេទ្យអូខេប៉ាខ្លែ Tommy ខ្ញុំបានធ្វើឲ្យអ្នកទាំងពីរអាប់អន់ប៉ាខ្ញុំមិនបានការពារប៉ាទេខ្ញុំទេដែលគួរសុំទោសប៉ាសុំទោសប៉ាបើខ្ញុំការពារប៉ាឆាប់ជាងនេះប៉ាក៏មិនបានឈឺចាប់ដែរកូនល្ងងរបស់ប៉ាខ្ញុំនិយាយទាំងអស់ពី Kevin កូនធ្វើវាដើម្បីប៉ាកូនស្ទើរតែលែងលះជាមួយ Chloe កូនបានធ្វើច្រើនពេកហើយសម្រាប់ប៉ាប្រាក់$1,200,000ដែលខ្លាយជំពាក់ប៉ា Tommy និងខ្ញុំនឹងសងវិញបន្តិចម្ដងមិនបាច់ទេ$1,200,000អ្វីខ្លែឯងយកលុយពីណាមកបានច្រើនម្ល៉េះឯងខ្ចីពីអ្នកខ្ចីក្រៅផ្លូវប៉ាខ្ញុំមិនបានធ្វើទេខ្លែខ្ញុំយល់ហើយថាអូនចង់ការពារ Tommy ជួយគាំទ្រគាត់តែហើយកុំទៅរករឿងអ្នកខ្ចីប្រាក់គេការប្រាក់ត្រួតគ្នានោះនឹងខំអូនអស់រលីងខ្លែខ្ញុំដឹងហើយខ្លែអូនយកលុយមកពីណានេះជារឿងរបស់ Tommy និងខ្ញុំយើងទាញអូនចូលរឿងនេះហើយខ្លែខ្ញុំសម្រេចចិត្តហើយពេលខ្ញុំចេញពីមន្ទីរពេទ្យហើយខ្ញុំនឹងទៅប្រមូលដបតែអេតចាយខ្ញុំនឹងសងវិញសម្រាប់អូនទេប៉ាខ្ញុំពិតជាមិនបានខ្ចីលុយទេខ្លែបើអាក្រក់បំផុតយើងលះបង់ផ្ទះមិនអីទេខ្ញុំជាប្រុសតើឲ្យប្អូនស្រីខ្ញុំទទួលបន្ទុកបំណុលខ្ញុំទៅចុះឥឡូវនេះទេស្ដាប់ខ្ញុំពិតជាមិនបានខ្ចីលុយពីអ្នកខ្ចីប្រាក់ទេចំនួននោះគឺតូចតាចណាស់សម្រាប់ខ្ញុំព្រោះខ្ញុំធ្វើការឲ្យក្រុមហ៊ុន Sterling មើលខ្ញុំនៅជាមួយក្រុមហ៊ុន Sterling
លោកស្រីសុធារីតើយើងអាចនិយាយទល់មុខគ្នាបានទេពេទ្យថាលោកតាទើបតែដឹងខ្លួនកុំឲ្យគាត់រំភើបពេករឿងខ្លះប្រហែលជាត្រូវចាំបន្តិច ខ្ញុំនឹងចាំរហូតដល់ប៉ាធូស្រាលរកពេលវេលាសម្រុំមកប្រាប់គាត់ខ្លាយកូនស្រីមន្ទីរពេទ្យនេះមានលក្ខខណ្ឌល្អណាស់ប្រាកដជាត្រូវចំណាយលុយច្រើនមែនទេប៉ាមិនថ្លៃតតែសោះវាប្រហាក់ប្រហែលនឹងបន្ទប់ធម្មតាដែរខ្ញុំមិនកុហកប៉ាទេ$8,800ក្នុងមួយថ្ងៃសម្រាប់ខ្ញុំវាគ្រាន់តែជាបន្ទប់ធម្មតាមួយប៉ុណ្ណោះអូអញ្ចឹងខ្ញុំអស់កង្វល់ហើយអញ្ចឹងពេលខ្ញុំចេញពីមន្ទីរពេទ្យយើងនឹងត្រឡប់ទៅភូមិវិញហើយអុជធូបថ្វាយលោកតានៅផ្ទះដូនតាលោកតាការលោកតាចែកឋានទៅគាត់និយាយពីកូនមិនដាច់មាត់ការសោកស្ដាយធំបំផុតក្នុងជីវិតរបស់គាត់គឺមិនដែលបានជួបចៅស្រីរបស់គាត់ទេគិតទៅមានអ្នកម្នាក់ដែលនឹករលឹកខ្ញុំរហូតដល់ថ្ងៃចុងក្រោយអញ្ចឹងប៉ាពេលប៉ាធូស្រាលខ្ញុំនឹងទៅជាមួយប៉ាក្នុងនាមខ្ញុំផ្ទាល់ទៅកាន់សាលាដូនតានៅភូមិដើមឈើអុកខ្ញុំកំពុងបរិច្ចាគ$20 លានជាការបរិច្ចាគសប្បុរសធម៌សូមម៉ាកុសសវណ្ណមកពីសាខាក្រុមហ៊ុន Sterling ទទួលខុសត្រូវពេញលេញនៅថ្ងៃដែលសាលាដូនតាត្រូវបានបញ្ចប់ខ្ញុំនឹងទៅទីនោះដោយផ្ទាល់ដើម្បីគោរពបូជាដូនតារបស់យើងលោកស្រីសុធារីតើយើងគួរលាតត្រដាងអត្តសញ្ញាណរបស់លោកស្រីទេមិនទាន់ទេតោះឲ្យប៉ាខ្ញុំភ្ញាក់ផ្អើលយកអូមពូម៉ាកុសប្រធានពិតជាចេញពេញទំហឹងភ្លាម$20 លានតើវាជាអ្វីសម្រាប់នាងដោយសារទ្រព្យសម្បត្តិរបស់ប្រធានវាត្រូវតែយ៉ាងហោចណាស់ប៉ុណ្ណេះយ៉ាងហោចណាស់$50,000 លាន$50,000 លាននាងជាមនុស្សពិសេសភូមិដើមឈើអុករបស់យើងមានបុណ្យអ្វីបានជាមានមនុស្សសំខាន់បែបនេះយើងត្រូវតែថែរក្សានាងឲ្យបានល្អហេតុអីបានផ្ទាំងអនុស្សាវរីយ៍របស់ប៉ាអាធរនៅកណ្ដាលអីអ្នករើសសម្រាមនោះអាធរវិបុលតាមកំណត់ត្រាភូមិឪពុកគាត់កាលពីដើមជាគ្រូពេទ្យភូមិដែលជួយសង្គ្រោះអ្នករាល់គ្នាដូច្នេះផ្ទាំងអនុស្សាវរីយ៍របស់គាត់តែងតែដាក់នៅកណ្ដាលជាកន្លែងកិត្តិយសលោកសវណ្ណនេះមិនអាចទទួលយកបានទេប្រធានធ្លាប់តែប្រើរបស់ល្អបើគាត់ត្រឡប់មកវិញហើយឃើញកណ្ដាលរោងជីដូនជីតាឧទ្ទិសដល់ឪពុកអ្នករើសសម្រាមខ្លះនោះជារឿងអកុសលណាស់ចុះបើគាត់ខឹងយើងទាំងអស់គ្នាអាចបាត់បង់ការងារគាត់និយាយត្រូវពូម៉ាកុសអញ្ចឹងតើអ្នកគិតថាយើងគួរធ្វើដូចម្ដេចបោះចោលទៅខ្ញុំយល់ព្រមតើនារីខ្លាយនៅទីនេះទេទម្រង់បងប្រាក់នេះត្រូវការហត្ថលេខាសមាជិកគ្រួសារដើម្បីបញ្ជាក់នាងត្រូវចេញទៅក្រៅខ្ញុំនឹងយកវានេះ$8,800គីលានុបដ្ឋាប្រកាសជាមានកំហុសមែនទេគ្មានកំហុសទេលោកវិបុលលោកស្ថិតនៅក្នុងបន្ទប់ល្អបំផុតរបស់យើងវាថ្ងៃមួយ$8,800$8,800តែខ្លាយថាវាត្រឹមតែ$80ក្នុងមួយថ្ងៃអូនោះព្រោះតែកូនស្រីលោកខ្វល់ពីលោកនាងមិនចង់ឲ្យលោកតានតឹងអំពីថ្លៃ$12,000ក្នុងមួយថ្ងៃនៅទីនេះ5ថ្ងៃគឺ$60,000ខ្លាយត្រូវធ្វើការប៉ុន្មានឆ្នាំទើបបានលុយនេះមនុស្សចាស់ដូចខ្ញុំជីវិតខ្ញុំមិនសមនឹងលុយនោះទេថ្ងៃស្អែកជាពិធីសែនព្រេនដូនតានៅសាលប្រជុំគ្រួសារចេញពីមន្ទីរពេទ្យមុនមួយថ្ងៃមិនគួរជាបញ្ហាអីទេត្រូវទុកសារមួយប្រាប់ខ្លែកុំបារម្ភក្មេងរឹងរូសបើនាងដឹងនាងនឹងមកតាមខ្ញុំខ្លែប៉ាឥឡូវធូរស្បើយច្រើនហើយ
នឹងត្រឡប់ទៅភូមិវិញសម្រាប់ពិធីកុំបារម្ភអីនេះអ្វីទៅផ្ទាំងអនុស្សាវរីយ៍របស់ប៉ាខ្ញុំចាំបន្តិចផ្ទាំងអនុស្សាវរីយ៍របស់ប៉ាខ្ញុំតើវាមកដល់ទីនេះដោយរបៀបណាលោកសុខាខ្ញុំបរិច្ចាគ$5000មកតម្រង់ជួរអូខេម្ដងមួយណាទាំងអស់គ្នាចូលជួយឥឡូវលោកសុខាខ្ញុំបរិច្ចាគ$600ខ្ញុំបរិច្ចាគ$1000អូខ្ញុំបរិច្ចាគ$50000វ៉ាវលោកសុខាអីចាំទុកកន្លែងល្អឲ្យប៉ាខ្ញុំផងចាសលោកវណ្ណៈអ្នកអស្ចារ្យណាស់ទាំងអស់គ្នារៀនតាមគាត់ទៅនេះហើយជាកូនតម្កល់ឪពុកម្ដាយលោកវណ្ណៈបរិច្ចាគធំណាស់$50000ហូបវាទៅលោកវណ្ណៈជាអ្នកគ្រប់គ្រងនៅក្រុមហ៊ុន Sterling គាត់រកបាន$500,000 ក្នុងមួយឆ្នាំស្រួលក្រុមហ៊ុន Sterling ពិតប្រាកដមុំនោះជាក្រុមហ៊ុនលំដាប់កំពូលមិនបាច់សង្ស័យទេសារប្រជុំភូមិយើងឯងដឹងទេគាត់ចំណាយលុយជួសជុលខ្លួនឯងទាំងអស់មកធ្វើអីនៅទីនេះដាសូមគេយកទាំងអនុស្សាវរីយ៍បែងឯងប៉ាខ្ញុំនៅណាលោកស្រីសុធារីប៉ាខ្ញុំអីខ្ញុំប្រាប់គាត់ឲ្យចាំយើងនឹងត្រឡប់ទៅជាមួយគ្នានៅទីនោះត្រជាក់ខ្លាំងរបួសប៉ាខ្ញុំមិនទាន់ជាសះស្បើយទេភូមិគ្មានកម្ដៅទេបើរបួសកើតមេរោគធ្វើម៉េចលោកស្រីសុធារីខ្ញុំនឹងទៅរៀបរថយន្តឥឡូវដើម្បីត្រឡប់ទៅភូមិវិញហេតុអ្វីបានជាផ្ទាំងអនុស្សាវរីយ៍របស់ប៉ាខ្ញុំត្រូវគេបោះចោលនៅខាងក្រៅលើដីគាត់បានលះបង់យ៉ាងខ្លាំងចំពោះភូមិដាំឈើអុកគាត់បានរួមចំណែកយ៉ាងធំធេងនោះគឺជារឿងអតីតកាលទាំងអស់ឥឡូវនេះវាគ្រាន់តែជារឿងលុយអ្នកចង់ឲ្យផ្ទាំងអនុស្សាវរីយ៍របស់ប៉ាឯងនៅទីនេះអញ្ចឹងឯងនឹងបង់ប៉ុន្មានបរិច្ចាគខ្ញុំមិនដឹងតតែសោះត្រូវចំណាយលុយដើម្បីដាក់ផ្ទាំងអនុស្សាវរីយ៍មែនទេបើឯងមិនដឹងទេកុំនិយាយរឿងឥតប្រយោជន៍អ្វីដែលលោកសុខានិយាយគឺអំពីមូលនិធិដើម្បីជួសជុលសាលបុកបុរសត្រូវហើយអូអញ្ចឹងទេរឿងនេះខ្ញុំចេញទៅប្រញាប់ដូច្នេះនេះគឺជាអ្វីដែលខ្ញុំបានយកមកទាំងអស់ទេលុយបន្តិចនេះវាមិនអាចទិញបានសូម្បីតែថូក្រអូបថ្មីសម្រាប់សាលបុកបុរសសាលបុកបុរសនេះមិនមែនជាកន្លែងសម្រាប់តែនរណាម្នាក់ផ្ទាំងអនុស្សាវរីយ៍ចាប់តាំងពីឯងចង់ឲ្យផ្ទាំងអនុស្សាវរីយ៍របស់ប៉ាឯងនៅទីនេះតែមិនអាចបរិច្ចាគបានឈប់ធ្វើឲ្យខ្លួនឯងអាម៉ាស់ទៅម៉ោង7:10ហើយអ្វីទៅដែលរងប្រធានKevin មកទីនេះធ្វើអ្វីប្រធានមកដល់ហើយខ្ញុំរងចាំយូរណាស់ហើយការត្រៀមពិធីនេះយ៉ាងម៉េចកុំបារម្ភប្រធានអ្វីចិត្តរួចរាល់ហើយឡ Kevin នឹងជួយអ្នករៀបចំខ្ញុំនឹងទៅមើលពិធីបាទប្រធានពួកឯងបើថ្ងៃនេះមិនឲ្យចម្លើយខ្ញុំទេខ្ញុំមិនទៅណាទេឯងយឺទេអ្នករើសសម្រាមនេះចង់បានចម្លើយពីខ្ញុំពិធីថ្ងៃនេះរបស់យើងគឺស្វាគមន៍អ្នកមានម្នាក់ដែលមានតម្លៃរាប់សិបពាន់លានដុល្លារឯងគិតថាឯងជាអ្នកណាស្ដាប់នេះអាធរនៅក្នុងពិធីសែនព្រេនដូនតាថ្ងៃនេះអ្នកកុំបង្ករឿងល្អជាងបើមិនដូច្នោះទេខ្ញុំនឹងធ្វើឲ្យអ្នកត្រូវបណ្តេញចេញពីភូមិនេះ
ហើយអ្នកឯងចង់បណ្ដេញអ្នកណាឯងមិនអីទេ ខ្លែនេះគឺកូនស្រីរបស់អាថវិបុល នាងមើលទៅមិនដូចគាត់សោះមើលចរិតរបស់នាងមើលរចនាប័ទ្មឆើតឆាយណាស់ តើឯងជាអ្នកដែលឃើញកាលពីថ្ងៃមុនមែនទេអ្នកបោះសម្រាមបាទគឺនាងនឹងហើយលោកវណ្ណៈអ្នកណាដឹងថានាងខ្ចីសម្លៀកបំពាក់លយមកពីណាសម្លៀកបំពាក់ពិតជាធ្វើឲ្យមនុស្សកើងមែននៅពិធីជប់លៀងទារោគឯងមើលទៅមិនដូចនេះទេលោកវណ្ណៈយើងមកនៅទីនេះសម្រាប់ពិធីសែនព្រេនដូនតា មានបញ្ហាអី បាទខ្ញុំកំពុងរកអ្នកបម្រើផ្ទាល់ខ្លួនមើលទៅឯងការបោះសម្រាមគឺខាត់ពេលណាស់ខ្ញុំថាអញ្ចឹងឯងមកធ្វើការឲ្យខ្ញុំនឹងឲ្យប្រាក់ខែរៀងរាល់ខែ$50,000 50,000ផ្ទាំងអនុស្សាវរីយ៍របស់លោកតាឯងខ្ញុំក៏អាចជួយរឿងនោះបានដែរលោកវណ្ណៈកំពុងលើកដំកើងឯង$50,000តើឯងត្រូវបោះសម្រាមរយៈពេលប៉ុន្មានទើបបាន$50,000ទេមិនអាចទេអាថវិបុលឯងកំពុងបោះបង់ចោលសេចក្តីសប្បុរសរបស់គាត់មើលនាងស្គមដូចឈើច្រត់គ្មានសាច់ស្អិតតតែសោះមើលទៅមិនដូចអាចបង្កើតកូនបានទេលោកវណ្ណៈចូលចិត្តនាងហើយមែនហើយនោះជាសំណាងរបស់នាង ឯងចង់បានសំណាងនេះទេម៉េចឯងចង់រក្សាខ្ញុំ ច្បាស់ណាស់តាមខ្ញុំមកឯងនឹងមានទ្រព្យសម្បត្តិនិងភាពប្រណីតចំណែកខ្ញុំវិញខ្ញុំពូកែថែរក្សាមនុស្សណាស់ ឯងមិនសមទេ ខ្ញុំមិនសមទេអញ្ចឹងប្រាប់អ្នកទៅបើយើងមិនមែនជាសាច់ញាតិទេអ្នកត្រូវតែលុតជង្គង់អង្វរខ្ញុំដូចឆ្កែហើយអ្នកនៅតែត្រូវរងចាំតម្រង់ជួរទៀតអាម៉ប់បើលោកវណ្ណៈព្រមទទួលអ្នកទុកនោះហើយជារឿងសំណាងបំផុតដែលធ្លាប់កើតឡើងចំពោះអ្នកម៉េចអ្នករំពឹងថានឹងរស់លើពុកម្ដាយអ្នកទេផ្ទះដែលអ្នកហៅថាជ្រកកោននោះមានអ្វីឲ្យអ្នករស់អ្នកកំពុងធ្វើអី អ្នកទាំងពីរមកសុំទោសតែមកធ្វើមុខប្រមាថគេយ៉ាងនេះនេះហើយឬតម្លៃគ្រួសាររបស់វិបុលអ្នក ខ្លែបងជំពាក់មកទីនេះមានរឿងអី ខ្ញុំបានឮតាំងពីព្រឹកព្រលឹមមានរឿងរ៉ាវនៅរោងជំនុំដូនតាអញ្ចឹងខ្ញុំមើលថាមានអី សូមកុំក្តៅចិត្តកូនស្រីខ្ញុំនៅក្មេងមិនទាន់ចេះអីទេកុំយកចិត្តអាថវិបុលឯងនេះពិតជាអស្ចារ្យណាស់ឯងក៏មិនមានលុយហើយកូនស្រីក៏មិនអាចចិញ្ចឹមឯងពេលចាស់បានតែឯងនៅតែមើលថែនាងដូចព្រះនាងឯងនេះចង់រករឿងហើយលោកវណ្ណៈថ្ងៃនេះជាថ្ងៃគម្រប់មរណភាពរបស់ប៉ាខ្ញុំកំពុងអង្វរលោកសូមមេត្តាគ្រាន់តែអនុញ្ញាតឲ្យខ្ញុំដាក់ផ្ទាំងអនុស្សាវរីយ៍របស់ប៉ាខ្ញុំនៅក្នុងសាលបុកបរោះសូម បងបើខ្ញុំថាឪពុកកូនស្រីនេះត្រូវទទួលមេរៀនកុំទន់ជាមួយពួកគេ អាថអ្នកសុំទោសខ្ញុំមិនគ្រប់គ្រាន់ទេលើកលែងតែលុតជង្គង់អង្វរមកលុតជង្គង់លុបចុះឥឡូវធ្វើទៅអញ្ចឹងខ្ញុំនឹងលុតជង្គង់ឲ្យអ្នកប៉ាខ្ញុំអង្វរអ្នកទាំងអស់គ្នាអនុញ្ញាតឲ្យខ្ញុំដាក់ផ្ទាំងអនុស្សាវរីយ៍របស់ប៉ាខ្ញុំនៅក្នុងសាលបុកបរោះសូមឥឡូវដឹងលុតហើយមែនទេយឺពេកហើយអាថវិបុលការទាត់នោះយ៉ាងម៉េចដែរមើលឲ្យច្បាស់មើលទៅនោះហើយជាអ្វីដែលកើតឡើងពេលអ្នកហ៊ានប្រឆាំងនឹងលោកវណ្ណៈ ទាត់ល្អណាស់បងឪពុកនិងកូនស្រីនេះមិនដឹងគុណទេពួកគេត្រូវតែទទួលមេរៀន ឯងអ្នករើសសម្រាមមិនទាន់លាងដៃទេមុនពេលហ៊ានប៉ះខុសខ្ញុំហេតុអ្វីបានជាអ្នកធ្វើបែបនេះអ្នកហួសហេតុពេកហើយហួសហេតុខ្ញុំសូមប្រាប់អ្នករឿងមួយយកផ្ទាំងអនុស្សាវរីយ៍របស់ប៉ាអ្នកទៅថ្ងៃនេះហើយចេញទៅអ្នកអ្វីអ្នកការពិតដែលខ្ញុំនៅតែនិយាយដោយគួរសមទៅកាន់ចាស់ក្បាលរឹងដូចអ្នកគឺជាការគោរពច្រើនជាងអ្វីដែលអ្នកសំនឹងទទួលហើយចាំមើលពូម៉ាកុសមកដល់គ្រួសារអ្នកទាំងមូលអាចអង្វរខ្ញុំដោយលុតជង្គង់ហើយវានៅតែមិនមានប្រយោជន៍ ប៉ាអ្នកមិនអីទេ
ពួកឯងចាំពីពេលនោះទេមានជំងឺរាតត្បាតនៅក្នុងភូមិយើងប៉ាខ្ញុំបានទៅពីផ្ទះមួយទៅផ្ទះមួយដើម្បីព្យាបាលអ្នកទាំងអស់គ្នាប៉ុន្តែគាត់បានឆ្លងជំងឺនោះហើយស្លាប់គាត់ទើបតែមានអាយុ42ឆ្នាំប៉ុណ្ណោះពេលគាត់ស្លាប់អ្នកហេតុអ្វីបានជាអ្នកធ្វើបែបនេះចំពោះគាត់ថ្ងៃនេះហើយជាថ្ងៃគម្រប់មរណភាពរបស់ជីតាខ្ញុំមិនចង់ខាតពេលជាមួយសម្រាមដូចអ្នកទេសូម្បីតែ1វិនាទីលើកជង្គង់ចុះសុំទោសប៉ាខ្ញុំបន្ទាប់មកចេញទៅលើកជង្គង់សុំទោសប៉ាខ្ញុំហើយចេញទៅរងចាំខ្ញុំមើលអីហ្នឹងខ្ញុំជាអនុប្រធាននៃសាខាក្រុមហ៊ុន Sterling ឯងចង់ឲ្យខ្ញុំលុតជង្គង់ហើយសុំទោសឯងទេឯងធ្វើពុតឯងអាចចេញទៅបានហើយអត់ឯងហ៊ានvìខ្ញុំឯងហ៊ានvìខ្ញុំមែនអីចាំបាច់មើលប្រតិទិនមុនផ្ទះឯងអត់ល្អហើយខ្លាយសុធារីឯងនឹងដឹងថាតម្លៃធ្ងន់ប៉ុណ្ណាសម្រាប់ការតេស្តនេះពូម៉ាកុសរបស់ខ្ញុំជាអ្នកគ្រប់គ្រងទូទៅនៃសាខាក្រុមហ៊ុន Sterling គាត់ថាសាបុកបរោះនេះត្រូវធ្វើកន្លែងសម្រាប់ព្រះពិនិត្យទាំងអនុស្សាវរីយ៍របស់លោកតាឯងនឹងត្រូវយកចុះមិនថាឯងចូលចិត្តអត់ទេម៉ាកុសសូវ៉ាន់នេះជារបៀបដែលគាត់បង្រៀនឯងឬខ្លាយសុធារីអ្នកណាថាឯងអាចហៅលោកសវណ្ណយ៉ាងធម្មតាគាត់គួរឲ្យចាប់អារម្មណ៍ម្លេះខ្ញុំនឹងឲ្យគាត់មកលូណេលើឯងធ្វើពុតមែនម៉ាកុសសូវ៉ាន់ឯងមាន1នាទីដើម្បីមកដល់សាបុកបរោះភូមិដើមឈើអុកយឺត1វិនាទីហើយឯងត្រូវបណ្ដេញចេញពីតំណែងអ្នកគ្រប់គ្រងទូទៅប្រធានពួកយើងនៅមុខភូមិដើមឈើអុកហើយភ្លាមម៉ាកុសអ្នកមានពេល1នាទីទៅសារជំនុំភូមិដើមឈើអុកឥឡូវនេះប្រធានខឹងខ្លាំងណាស់មានរឿងអីលោកសវណ្ណ55វិនាទីអ្នកគួរតែរត់បាទអូខេរត់ខ្ញុំមកពីការិយាល័យសាខាក្រុមហ៊ុន Sterling ហ៊ានដាក់ដៃលើខ្ញុំចាំអីទៀតចាប់ពួកគេឥឡូវនេះលោកវណ្ណៈគាត់នឹងផ្ដល់រង្វាន់ដល់អ្នកយ៉ាងសមរម្យឯងធ្វើអីយកដៃចេញពីកូនស្រីខ្ញុំឯងអីដែលឯងធ្វើវាខុសច្បាប់ឲ្យខ្ញុំទៅហ៊ានធ្វើបែបនេះដាក់ខ្ញុំឯងច្បាស់ទេថាអាចទទួលផលវិបាកនេះគ្រាន់តែជាការខាត់អ្នកប៉ុណ្ណោះទោះបីខ្ញុំវាអ្នកស្ទើរស្លាប់ខ្ញុំក៏មិនមានរឿងអីដែរអញ្ចឹងទៅខ្ញុំនឹងទៅជាមួយអ្នកជាក្មួយរបស់ម៉ាកុសសូវ៉ាន់មែនទេខ្ញុំសង្ឃឹមថាអ្នកមិនលុតជង្គង់អង្វរខ្ញុំទេនៅតែនិយាយធំពេកចិត្តស្លាប់បងប្អូនជីដូនមួយរបស់ខ្ញុំនឹងបង្រៀនអ្នកតែអ្នកមិនអាចបំភ្លេចបានប៉ាកុំបារម្ភចាំនៅទីនេះខ្ញុំនឹងត្រឡប់មកវិញឆាប់ដើម្បីចូលរួមពិធីសែនព្រេនដូនតាជាមួយប៉ាខ្លែអ្នកគិតថាអ្នកនឹងត្រឡប់មកវិញទេសុបិនបន្តទៅតោះទៅលែងកូនស្រីខ្ញុំខ្លែសុធារីហ៊ានvìខ្ញុំនាងនឹងត្រូវសងគុណចាំមើលទៅចាស់ក្បាលរឹងលោកវណ្ណៈរីឆាតសុខាលែងកូនស្រីខ្ញុំខ្លែប៉ាសុំទោសណាស់ចេញទៅគ្រប់គ្នាខ្ញុំនឹងស្វាគមន៍យ៉ាងកក់ក្ដៅដល់លោកស្រីសុធារីខ្លែឯងគិតថាខ្លួនឯងអស្ចារ្យទេបន្តមកទៀតនោះហើយជាអ្វីដែលឯងបានពីការវីលោកវណ្ណៈខ្ញុំវីអ្នកដែលសមនឹងទទួលទឹកម្ដេចនៅតែនិយាយឧទៀតក្រុមហ៊ុន Sterling នេះគឺជាក្រុមហ៊ុនលំដាប់កំពូលឯងមករករឿងខ្ញុំឯងអស់ហើយគ្រូសាវិបុលទាំងមូលក៏អស់ដែរឯងទេដែលអស់ម៉ាកុសនិងអ្នកទាំងអស់គ្នាក្នុងគ្រួសារសុខាឥឡូវនេះទោះឯងលុតជង្គង់អង្វរក៏ដោយវាមិនមានប្រយោជន៍អ្វីដល់ឯងទេលុតជង្គង់ថ្វាយឯងឈួតហើយឯងមិនចេះឈប់ទេខ្លែមើលទៅឯងនៅតែមិនយល់ថាមានរឿងអីល្អក្នុងនាមជាអ្នកចាស់ជាង
សូមឲ្យខ្ញុំពន្យល់ឲ្យច្បាស់ដល់ឯងឯងហ៊ានតបវិញ ឥឡូវនេះដល់វេនខ្ញុំធ្វើឲ្យឯងដឹងរឿងនៅមិនទាន់ភ្ញាក់គ្រប់គ្រាន់ទេអញ្ចឹងមក ខ្ញុំនឹងបង្រៀនឯងមេរៀនថ្ងៃនេះស្ដាប់ មានមនុស្សច្រើនចង់ឲ្យខ្ញុំស្លាប់ហើយឯងជាមនុស្សទាបបំផុត ចាំមើលពេលខ្ញុំចេញទៅក្មេងរពើហ៊ានណាស់ឯងវីលោកវណ្ណៈខ្ញុំនឹងបញ្ចប់ឯង អូយក្មេងរពើខ្ញុំនឹងសម្លាប់ឯង ចាំមើលគ្រប់គ្នានៅណាវិញមកទីនេះវិញឥឡូវនេះខ្ញុំនឹងសម្លាប់ក្មេងរពើនេះពូម៉ាកុសនៅទីនេះលោកសវណ្ណនៅទីនេះជេសុនឯងឈួតហើយឬជេសុនតើអ្នកទើបតែនិយាយថានឹងវាអ្នកណាឲ្យស្លាប់ហេពូម៉ាកុសទីបំផុតពុំដល់ហើយបើពូមិនបានមកទេខ្ញុំនឹងត្រូវស្រីឈួតនេះវាឲ្យស្លាប់ហើយពូត្រូវតែជួយខ្ញុំផង លោកសវណ្ណស្រីនេះគ្មានការគ្រប់គ្រងទេអ្នកចូលចិត្តវាមនុស្សមែនទេឥឡូវលោកសវណ្ណមកដល់ហើយតោះមើលថាអ្នកអាចធ្វើពិបាកបានយូរប៉ុណ្ណា ខ្លែអ្នកអស់របស់ហើយលោកសវណ្ណនាងដូចឪពុកដែលមិនដឹងគុណរបស់នាងដែរនាងមិនខ្វល់ពីលោកតតែសោះ ម៉ាកុសក្មួយប្រុសរបស់អ្នកនិងអ្នកបម្រើរបស់វាស្មោះត្រង់យ៉ាងជ្រាលជ្រៅ មើលនាងទៅយើងព្យាយាមនិយាយបញ្ចុះបញ្ចូលនាងដោយសុភាពហើយយើងសុំនាងកុំឲ្យរំខានពិធីសែនព្រេនដូនតាថ្ងៃនេះតែនាងមិនព្រមស្ដាប់ទេនាងវាខ្ញុំស្ទើរស្លាប់មើលមុខខ្ញុំហាមដូចប៉ោងទៀតហើយនាងទាមទារឲ្យយើងទាំងអស់គ្នាលុតជង្គង់ហើយក្រាបទាបជើងនាងដើម្បីសុំទោសនាងគ្មានច្បាប់ទេត្រូវហើយខ្លែប្រាប់ហើយឯងនឹងមិនអាចទ្រាំនឹងផលវិបាកបានទេផលវិបាកខ្ញុំថាអ្នកវិញទេដែលមិនអាចទ្រាំនឹងផលវិបាកបានពូម៉ាកុសតើខ្ញុំធ្វើខុសអីហ៊ានសួរទៀតពូម៉ាកុសនេះប្រកាសជាការយល់ច្រឡំហើយជេសុនតើខ្ញុំធ្លាប់បណ្ដោយឯងពេកហើយឬហ៊ានវាយនាងទៀតឯងដឹងទេថានាងជានរណានាងគ្រាន់តែជាអ្នកបោះសម្រាមម្នាក់ឪពុកនាងមិនមែនគ្រាន់តែជាអ្នករើសសម្រាមទេពិតមាត់ឯងខ្វាក់ភ្នែកទេប្រធានខ្ញុំបរាជ័យក្នុងការដឹកនាំហើយរក្សាវិន័យរលុងសូមលោករំសាយកំហឹងប្រធានពូម៉ាកុសអ្នកច្បាស់ជាយល់ច្រឡំហើយនាងគ្រាន់តែជាអ្នកបោះសម្រាមទេមែនទេធ្វើម៉េចអាចជាប្រធានទៅលោកសវណ្ណវាមិនអាចទេឪពុកនាងគ្រាន់តែជាអ្នករើសសម្រាមនោះអាធរវិបុលឯងដឹងខ្លួនហើយឬកូនស្រីរបស់អាថូវិបុលជាប្រធានក្រុមហ៊ុន Sterling អស់លេងអញ្ចឹងគ្រួសារគេចម្រើនធំហើយយើងអស់ហើយអស់ទាំងស្រុងយើងធ្វើបាបនាងយើងស្លាប់ហើយម៉ាកុសសវណ្ណការិយាល័យសាខារបស់អ្នកគួរពីការគ្រប់គ្រងណាស់ប្រធានសង្កត់សង្កិនអ្នកទុនខ្សោយកាន់ច្បាប់ដោយខ្លួនឯងនិងប្រព្រឹត្តបទឧក្រិដ្ឋដោយត្រង់តើមានអ្វីទៀតដែលមនុស្សរបស់អ្នកមិនហ៊ានធ្វើសូមទោសប្រធានចំពោះរឿងនេះខ្ញុំនឹងដោះស្រាយដោយផ្ទាល់ទៅចុះខ្ញុំមិនអាចគ្រប់គ្រងពួកគេបានទេខ្ញុំជាអ្នកខុសខ្ញុំនឹងបណ្ដេញពួកគេចេញភ្លាមបញ្ជូនពួកគេទៅប៉ុស្តិ៍នគរបាលទាំងអស់គ្នាសូមឲ្យច្បាប់ដោះស្រាយជាមួយពួកគេប្រធានខ្ញុំខុសហើយខ្ញុំត្រូវលោភលន់ធ្វើឲ្យខ្វាក់ភ្នែកខ្ញុំមើលងាយអ្នកសូមកុំយករឿងនេះមកប្រឆាំងនឹងខ្ញុំសូមអនុញ្ញាតឲ្យខ្ញុំរួចខ្លួនខ្ញុំស្បត់ថានឹងមិនធ្វើវាទៀតទេឥឡូវអ្នកត្រូវតម្រង់ជួរដើម្បីអង្វរខ្លែយើងមានមាត់ត្រូវចិញ្ចឹមរីឆាតគាត់មិនអាចបាត់បង់ការងារបានទេហើយគាត់ពិតជាមិនអាចទៅឃុំបានទេប្រធានទាំងអស់នេះជាកំហុសរបស់ខ្ញុំសូមក្នុងនាមគ្រួសារយើងសូមមេត្តាដល់ខ្ញុំ
ខ្ញុំមិនអាចទៅឃុំបានទេសូមលើសពីនេះទៅទៀតខ្ញុំជាឪពុកក្មេករបស់ថមមីហើយនាងជាម្ដាយក្មេករបស់គាត់ នៅទីបំផុតយើងនៅតែជាគ្រួសារអ្នកមិនអាចលុបបំបាត់យើងទាំងស្រុងបានទេខ្ញុំកំពុងលុបបំបាត់អ្នកទាំងស្រុងខ្ញុំខូខើឥឡូវអ្នកចាំថាយើងជាគ្រួសារពេលដែលអ្នកបោះទាំងអនុស្សាវរីយ៍របស់ជីតាខ្ញុំចូលទៅក្នុងធុនៅពេលនេះដោយទឹកមុខក្រអឹតក្រទុំហើយព្យាយាមបណ្ដេញយើងចេញពីសាលប្រជុំដូនតាហេតុអ្វីបានជាអ្នកមិនចាំថាយើងជាគ្រួសារខ្ញុំម៉ាកុសសវណ្ណបរាជ័យក្នុងការគ្រប់គ្រងអ្នកក្រមបង្គាប់របស់ខ្លួនយ៉ាងត្រឹមត្រូវគាត់នឹងត្រូវបន្ថយឋានៈហើយដាក់ឲ្យស្ថិតក្រោមការសាកល្បង សូមអរគុណចំពោះការអត់អន់របស់លោកស្រីប្រធាន ចំណែកឯអ្នកទាំងពីរខ្ចប់របស់អ្នកឥឡូវនេះហើយចេញទៅចាប់ពីពេលនេះទៅក្រុមហ៊ុន Sterling និងសាខាទាំងអស់របស់វានឹងមិនជួលអ្នកទៀតទេ គ្រូសាសុខាត្រូវអស់ហើយ ពិធីសែនព្រេនដូនតាចិត្តចាប់ផ្ដើមហើយប៉ាខ្ញុំកំពុងរងចាំខ្ញុំនៅខាងក្រៅ សូមលោកស្រីសុធារីមុន លោកស្រីសុធារីអ្វីគ្រប់យ៉ាងរួចរាល់ប៉ាខ្ញុំជាកូនប្រុសដ៏អាក្រក់ម្នាក់ខ្ញុំបានធ្វើខុសចំពោះប៉ាថ្ងៃនេះខ្លាយចៅស្រីរបស់ប៉ានិងខ្ញុំនឹងនាំប៉ាទៅផ្ទះជាមួយគ្នាតោះទៅក្រាបថ្វាយបង្គំប៉ាមើលនាងទៅខ្លែនាងត្រឡប់មកវិញហើយកូនស្រីយើងកូនពីគ្រួសារវិបុលបានជោគជ័យធំធេងហើយថ្ងៃនេះខ្ញុំខ្លែមកប្រកាសរឿង3យ៉ាងទី1ចាប់ពីពេលនេះទៅផ្ទាំងអនុស្សាវរីយ៍ក្នុងសាលបុកបរោះនឹងត្រូវរៀបតាមអាយុមិនមែនតាមទ្រព្យសម្បត្តិទេទី2ប្រព័ន្ធចំណាត់ថ្នាក់តាមការបរិច្ចាគត្រូវលុបចោលខ្ញុំនឹងចំណាយថ្លៃជួសជុលទាំងអស់ដោយខ្លួនឯងហើយទៅការចំណាយទាំងអស់នឹងមកពីមូលនិធិគ្រួសារវិបុល នេះជាកិច្ចព្រមព្រៀងមូលនិធិទុកចិត្តយើងចាប់ផ្ដើមជាមួយ$30 លានដើម្បីថែទាំសាលគាំទ្រការសិក្សារបស់យុវជននិងថែទាំមនុស្សចាស់ ទី3ប៉ាខ្ញុំគឺអាធរវិបុលជាមនុស្សស្មោះត្រង់ដោយសារក្រញូនិងគុណធម៌របស់គាត់ចាប់ពីថ្ងៃនេះទៅគាត់ត្រូវបានតែងតាំងជាព្រឹទ្ធាចារ្យអកិត្តិយសអស់មួយជីវិតរបស់សាលខ្លែប៉ាខ្ញុំមិនគិតថាវាអាចទេប៉ាបើខ្ញុំថាវាអាចនោះឯងពិតជាអាចអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំខ្លែ Sterling កំពុងត្រឡប់មកគល់វិញមិនមែនដើម្បីបង្អួតទេតែដើម្បីប្រាប់គ្រប់គ្នាថាភាពស្មោះត្រង់របស់គ្រួសារវិបុលមិនដែលនិយាយពីលុយទេវាតែងតែនិយាយពីចិត្តបើលោកបណ្ឌិតវិបុលបានឃើញរឿងនេះគាត់នឹងសប្បាយចិត្តណាស់អាធរចិញ្ចឹមកូនស្រីម្នាក់ពិសេសណាស់ភូមិយើងមានមនុស្សជោគជ័យពិតប្រាកដម្នាក់ប៉ាតោះទៅផ្ទះវិញខ្លែអរគុណដែលបានមកផ្ទះវិញជីវិតខ្ញុំវាសំនឹងទាំងអស់ហើយឥឡូវប៉ាចាប់ពីពេលនេះទៅកូនស្រីរបស់ប៉ានឹងនៅទីនេះជាមួយប៉ាហើយ